សួស្តីបងប្អូនវិលមកកាន់វីដេអូខ្ញុំបន្តទៀតហើយថ្ងៃនឹងដែរគឺការងារខ្ញុំនៅក្នុងរោងពេញប៉ោះទៀតហើយឥឡូវនេះគឺដល់ថ្ងៃធ្វើបេះពេញប៉ោះទៀតព្រោះអីពេញប៉ោះវាមួយអាទិត្យបេះម្ដងអញ្ចឹងដល់ថ្ងៃធ្វើបេះហើយពួកអីខ្ញុំបេះអាទិត្យមុនដល់ពេលឥឡូវអាទិត្យនេះត្រូវបេះទៀតនេះអញ្ចឹងនិយាយទៅពេញប៉ោះគឺមួយអាទិត្យគឺយើងត្រូវបេះម្ដងហើយឥឡូវគឺយើងបេះសាមុនហ្នឹងគឺម្ដងថ្ងៃនេះគឺមួយអាទិត្យតែឥឡូវពេញប៉ោះសានេះផ្លែបានទុំច្រើនណាដោយសារតាសានេះបេះនេះបេះលើកទី3លើកទី4ហើយដល់អញ្ចឹងផ្លែសានេះគឺល្អផ្លែល្អជាងសាមុនដោយសារតាវាអាផ្លែសាក្រោយនេះតងចូលតងទី2និយាយទៅចូលតងទី2គឺផ្លែវាធំស្មើហើយទុំស្រស់គ្នាបានច្រើនបើការខ្ញុំបេះសាមុននោះដែលខ្ញុំថតបង្ហាញបងប្អូនកាលមុននោះវាតងទី1អញ្ចឹងអាតងទី1តងក្រោមគេហ្នឹងគឺផ្លែវាទុំមួយទេប៉ុន្តែដល់ពេលឥឡូវនេះអាតងទី1នោះគឺវាចាប់ដើមអស់ហើយអញ្ចឹងវាចូលដល់អាតងទី2ចាប់ដើមទុំហើយអញ្ចឹងអាតងទី2សានេះគឺទុំបានច្រើនហើយផ្លែវាស្មើធំស្មើល្អហើយឥឡូវនេះខ្ញុំបេះលើកទី4ហើយថ្ងៃហ្នឹងខ្ញុំបេះលើកទី4ហើយអញ្ចឹងរយៈពេលនៃការបេះហ្នឹងគឺរយៈពេល1ខែហើយព្រោះមួយអាទិត្យយើងបេះម្ដងឥឡូវនេះគឺចូលតងទី2ហើយផ្លែធំស្មើហើយបងប្អូនផ្លែធំផ្លែធំមែនទែនហើយបេះសានឹងបេះបានច្រើនហើយអត់មានស្អុយទេបេះមកជួរតាំងពីក្រោយទៅដល់មុខអញ្ចឹងមានខូច2ផ្លែ3ផ្លែទេអត់សូវមានខូចទេកម្រខូចមែនតើដោយសារតែឥឡូវនេះវាកំពុងខែនេះនិយាយទៅអាខូចហ្នឹងខែតិចអញ្ចឹងវាអត់សូវសម្បូរខូចប៉ុន្មានទេស្នាមក៏អត់សូវមានដែរស្នាមសានេះបើការពីខែក្តៅវាសម្បូរសត្វល្អិតអញ្ចឹងវាមានសត្វតិចសត្វខាំអីចឹងទៅធ្វើឲ្យពេញប៉ោះមានស្នាមមានអីចឹងណាតែដល់ទៅពេលមកខែតិចនេះអត់សូវមានស្នាមអត់សូវមានខូចទេគឺល្អផ្លែលងល្អទុំក្រហមស្អាតទុំធំហើយនេះទុំធំបេះសានឹងបានច្រើនតងទី2អញ្ចឹងគឺវាទុំស្មើគ្នាស្រស់គ្នាវាអត់ដូចអាការដបងលើកទី1លើកទី2ដែលខ្ញុំថតបង្ហាញកាលមុនទេកាលមុនទុំមួយតងដបងដល់ពេលមកឥឡូវចូលតងទី2គឺទុំស្មើស្អាតហើយទុំបានច្រើនហើយផ្លែស្មើយ៉ាងធំយ៉ាងទាំងអស់ផ្លែស្អាតអត់មានខូចមានស្នាមអីទេលងតកែយកទៅលក់បានថ្លៃឯដោយសារតែវាធំហើយស្អាតអញ្ចឹងណាហើយថ្ងៃនេះមេឃអត់ក្តៅទេត្រជាក់អញ្ចឹងការងារធ្វើស្រួលមែនតើអត់មានក្តៅអត់មានអីទេអង្គុយបេះទៅហ្មងហើយថ្ងៃហ្នឹងខ្ញុំបេះលើកទី4ហើយអញ្ចឹងទុំសានេះផ្លែល្អមែនតើនេះអញ្ចឹងណាផ្លែស្អាតធំហ្មងបេះយ៉ាងយើងបេះយ៉ាងទៅក្រហមអញ្ចឹងណាម្តងវាទុំយ៉ាងម្តងទុំ5 6ផ្លែធំស្អាតហើយនេះជាមួយខ្ញុំបង្ហាញផ្លែច្រើនហើយទុំស្អាតអញ្ចឹងណា